នៃជីវិតរបស់ក្មេងប្រុសម្នាក់នេះដែលខ្ញុំបានតាក់តែងឡើងតាមរយៈរូបភាពដែលអ្នកបានចែករំលែកជំពូកទី1ផ្លូវជីវិតដែលត្រូវដើរម្នាក់ឯងកាលពីមុនក្មេងប្រុសម្នាក់នេះធ្លាប់រស់នៅក្នុងផ្ទះដ៏កប់ខ្តៅប៉ុន្តែជីវិតដូចជាព្យុះមួយដែលបានបោកបក់យកសុភមង្គលទៅឆ្ងាយរូបភាពដែលគេទាញវ៉ាលីដើរលើផ្លូវវែងឆ្ងាយតែម្នាក់ឯងគឺជាចំណុចចាប់ផ្ដើមនៃភាពឯកោដៃតូចរបស់គេអបខ្លាឃ្មុំជាទីស្រឡាញ់ជាប់ទ្រូងដូចជារក្សាសំណល់ចុងក្រោយនៃក្តីស្រឡាញ់ដែលនៅសេសសល់ពីគ្រួសារជំពូកទី2ពន្លឺក្នុងភាពងងឹតនៅពេលដែលភាពអស់សង្ឃឹមចិត្តគ្របដណ្ដប់ផ្លូវដើររបស់គេក្មេងប្រុសបានជួបលោកតាអ្នកមានចិត្តមេត្តាម្នាក់លោកតាបានផ្ដល់ក្តីស្រឡាញ់ទីជម្រកនិងអាហារហូបចុកក្នុងផ្ទះឈើចាស់ដ៏កប់ខ្តៅនៅក្នុងផ្ទះនោះក្មេងប្រុសចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនមិនមែនជាមនុស្សដែលពិភពលោកបោះបង់ចោលឡើយលោកតាបានមើលថែគេដូចជាចៅបង្កើតជួយរៀបចំកន្លែងដេកនិងបង្រៀនឲ្យគេស្គាល់ពីតម្លៃនៃជីវិតជំពូកទី3ការចាប់ផ្ដើមអនាគតថ្មីលោកតាដឹងថាចំណេះដឹងគឺជាកូនសោរដែលនឹងផ្លាស់ប្តូរជីវិតរបស់ចៅតូចនេះលោកតាបានបង្រៀនអក្សរឲ្យគេនៅលើក្តារខៀនតូចមួយក្រោមពន្លឺចង្កៀងប្រេងដ៏ស្រទន់រាល់ព្រឹកលោកតាបានជូនគេទៅសាលារៀនដោយការជិះកង់កាត់តាមផ្លូវលំទោះបីជាជោគវាសនាបានលេងសើចនឹងគេនៅដើមជីវិតប៉ុន្តែការតស៊ូរបស់គេគួបផ្សំនឹងការមើលថែពីលោកតាបានធ្វើឲ្យក្មេងប្រុសនេះក្លាយជាមនុស្សម្នាក់ដែលពោរពេញដោយក្តីសង្ឃឹមអត្ថន័យនៃរឿងនេះជីវិតមិនអាចកំណត់ដោយការបាត់បង់នោះទេប៉ុន្តែវាត្រូវបានកំណត់ដោយរបៀបដែលយើងក្រោកឈរឡើងការមានអ្នកណាម្នាក់នៅក្បែរផ្ដល់ភាពកក់ក្តៅគឺគ្រប់គ្រាន់ដើម្បីឲ្យក្មេងម្នាក់អាចបន្តដំណើរទៅមុខដោយទំនុកចិត្តតើអ្នកចង់ឲ្យខ្ញុំបញ្ចប់រឿង